ប្រត់ថ្ងៃត្រូវងើបធ្វើពីម៉ោងប្រហែលទៅមើលទៅអើយចង់និយាយថាខ្ញុំងើបពីម៉ោង3កន្លះវាអត់សូវមានរុយបើធានាបានអនាម័យយើងត្រូវងើបម៉ោងណាដែលអត់រុយទៀតចាខ្ញុំធ្វើតាំងពីឆ្នាំ1988ជុំតាំងពីខ្ញុំអត់តន់កើតទៀតចាហាលហើយយើងគ្របកណាត់ពីលើអូបាទយកកម្ដៅវាណាអូនបាទចាចង់ទុកយូរយើងដាក់អាកកបាទចាខ្ញុំទុកបានយូរចាប៉ុន្តែឲ្យជូរសិនបើអត់តាន់ជូរដាក់ទៅនៅអត់ជូរទេអូជាដដែលចាអែមឆ្ងាញ់គឺជាណែមនៅខេត្តបាត់ដំបងហើយឥឡូវនេះបានមកដល់កន្លែងធ្វើផ្ទាល់តែម្ដងបងប្អូនណែនាំឲ្យបងប្អូនបានស្គាល់ទាំងអស់គ្នាតែម្ដងបានភ្លុកឲ្យបងប្អូនណែមប៉ុនក៏ដៃមើលមួយផ្លែស្មានតែនំមិនសមតើបើតាមការពិតទៅជាណែមសាច់ត្រីសុទ្ធឲ្យតែធ្វើដំណើរមកដល់ម្ដុំភូមិជ្រៃកោងឃុំស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបងនេះសម្បូរទៅដោយណែមត្រីនឹងតែម្ដងបងប្អូនក៏ប៉ុន្តែរសជាតិក៏ដូចជាគុណភាពគឺខុសៗគ្នារសជាតិប្លែកគ្នាមែនប៉ុន្តែសុទ្ធតែឆ្ងាញ់ទាំងអស់ឥឡូវនេះណែនាំកន្លែងណែមត្រីបាត់ដំបងទីផលីឲ្យបងប្អូនបានស្គាល់ទាំងអស់គ្នាគាត់ធ្វើជាមួយនឹងក្រុមគ្រួសាររបស់គាត់តាំងពីប្តីប្រពន្ធកូនហើយមុខរបរនេះចិញ្ចឹមគ្រួសាររបស់គាត់តាំងពីឆ្នាំ1980ជាងមកម្លេះមានគ្រប់ចម្រុះគ្នាតែម្ដងណែមតូចណែមធំណែមប៉ុនមេដៃក៏មានម្រាមដៃក៏មានប៉ុនកដៃក៏មានដែរហើយមើលនេះបងប្អូនគាត់វិចណែមដូចជំនុំមិនសមអញ្ចឹងខ្ញុំបានភ្លក់ហើយមួយសាច់ណែនរឹងល្អមែនតើឆ្ងាញ់ណាហើយសំខាន់មានម្ទេសនៅលីឡំជាមួយនឹងហិលហើយបើម្ទេសវិញគាត់សម្រាប់សម្រាំងសុទ្ធតែជាម្ទេសល្អស្លឹកកន្ទួតក៏ដូចគ្នាបងប្អូនចូលចិត្តពិសាណែមជាមួយនឹងស្លឹកកន្ទួតក៏ដាក់ស្លឹកកន្ទួតឲ្យទៅចង់បានប៉ុណ្ណាកំងគាត់ប៉ុណ្ណឹងមកក៏បានដែរហើយបើថាមិនចង់កំងច្រើនទេមកដល់ផ្ទះគាត់ណាទិញរបស់ដែលគាត់ធ្វើស្រាប់នឹងមកមានច្រើនជម្រើសជូនបងប្អូនមែនតើញ៉ាំទៅទេក៏ឆ្ងាញ់បងប្អូនបើញ៉ាំជាមួយបាយកកត្រូវរឿងតែម្ដងនេះខ្មុំអស់មួយចានបាត់ហើយដណ្ដើមបាយគាត់ទៀតគាត់ឲ្យភ្លក់មួយសេរីក៏ប៉ុន្តែមុននឹងភ្លក់ហ្នឹងបងប្អូនគាត់ប្រាប់ពីរបៀបញ៉ាំណែមទៀតប្រាប់តាំងពីអាយុកាលយើងធ្វើម៉េចបានឆ្ងាញ់នៅពេលដែលយើងញ៉ាំរួចយើងខ្លះសេទុករបៀបណាគាត់ប្រាប់ទាំងអស់តែម្ដងអញ្ចឹងបងប្អូនយើងនៅពេលដែលទិញគាត់កុំភ្លេចសួរពេលដែលយើងញ៉ាំហើយសល់យើងអាចទុកវារបៀបណាបានយូរឬក៏រក្សាទុកបែបណាកុំឲ្យវាឆាប់ខូចអញ្ចឹងបងប្អូនសួរទៅគាត់ប្រាប់ទាំងអស់តែម្ដងមិនត្រឹមតែលក់ណែមជូនបងប្អូនទេប្រាប់តាំងពីរបៀបទុកដាក់ទៀតហើយបើការវេចខ្ចប់វិញគាត់មានទទួលរៀបចំឲ្យមកស្អាតសម្រាប់បងប្អូនយើងដែលត្រូវផ្ញើទៅកាន់បងប្អូនដែលរស់នៅក្រៅប្រទេសអាមេរិកកាណាដាបារាំងទិញណែមកន្លែងគាត់វេចខ្ចប់ជូនមកស្អាតតែម្ដងបងប្អូនយើងមិនចាំបាច់រៀបចំបន្ថែមទេគ្រាន់តែទិញយកទៅគាត់រៀបចំឲ្យមកស្អាតទៅដល់ផ្ទះដាក់វេលាយកទៅស្រុកគេបានតែម្ដងគាត់សិតតែមានម៉ាស៊ីនវេចខ្ចប់បឺតខ្យល់អីបានត្រឹមត្រូវទេណាបងប្អូនគាត់មានជំនាញច្រើនឆ្នាំហើយនៅក្នុងការវេចខ្ចប់ក៏ដូចជាធ្វើណែមដែលមានរសជាតិឈ្ងុយឆ្ងាញ់ឲ្យបងប្អូនយើងញ៉ាំបានគ្រប់រសជាតិតែម្ដងមិនចូលចិត្តស្លឹកកន្ទួតមិនបាច់ដាក់ក៏បានឬក៏តំបន់ខ្លះឬក៏ប្រទេសខ្លះណាយើងមិនអាចផ្ញើស្បែកជ្រូកផ្ញើអីទៅបានគាត់លៃលោកគ្រឿងតាមនឹងបានទៀតឬក៏ពេលខ្លះមិនបាច់ដាក់ម្ទេសនិយាយទៅបងប្អូនអាចកំងបែបណាក៏គាត់ធ្វើឲ្យមានរសជាតិឆ្ងាញ់ដូចគ្នាមិនមែនតតែមានម្ទេសបានឆ្ងាញ់មិនមែនតតែស្បែកជ្រូកបានឆ្ងាញ់ឬក៏ដាក់ត្រីសុទ្ធបានឆ្ងាញ់ទេសំខាន់ការធ្វើណែមរបស់គាត់គឺមានបទពិសោធន៍ច្រើនឆ្នាំជំនាញនៅក្នុងការលាយគ្រឿងនិងបង្កើនរសជាតិរបស់ណែមទុកចិត្តលើគាត់ចោះអញ្ចឹងបងប្អូនកំងរសជាតិណាក៏មានដែរប៉ុន្តែឯកទេសនៅទីនេះគឺជាណែមសាច់ត្រីសុទ្ធ 100% ហ្នឹងឆ្ងាញ់មែនទែនបងប្អូនខ្ញុំភ្លក់ហើយភ្លក់ទៀតមើលបណ្ដាលភ្លក់បណ្ដាលនិយាយពីថាសប្បាយចិត្តដោយសារតែវាឆ្ងាញ់ត្រូវមាត់មែនទែនក៏ប៉ុន្តែខ្ញុំចូលចិត្តស្លឹកកន្ទួតបងប្អូនដោយសារតែគាត់រៀបចំស្លឹកកន្ទួតនេះមកស្រស់ល្អមែនទែនស្លឹកកន្ទួតដើរប្រម៉ូទទិញពីគេផងបេះត្រួយកន្ទួតដែលខ្លួនឯងបានដាំនឹងផងអញ្ចឹងទិញគេមិនទាន់ទេបងប្អូនដាំខ្លួនឯងខ្លះបន្ទប់ជាប់ដោយសារតែមានតម្រូវការខ្ពស់មែនទែនឥឡូវនេះមកតាមដានស្ដាប់ទាំងអស់គ្នាជាមួយនឹងរំដួល TV ពីវិធីសាស្ត្រតិចតួចនៅក្នុងការធ្វើណែមត្រីដែលមានរសជាតិឈ្ងុយឆ្ងាញ់របស់អ្នកមីងទាំងអស់គ្នាតោះអ្នកមីងណែមនៅទីនេះទាំងអស់មានប្រមាណប្រភេទដែរផ្លូវមានច្រើនប្រភេទអូនតែគាត់ថារសជាតិដូចតែគ្នាស្បែកជ្រូកមួយត្រីមានស្លឹកកន្ទួតមានត្រីសុទ្ធវែងប៉ិនម្រាមដៃហើយមានជានំសោមហើយមានជាផ្អប់ដាក់ស្លឹកកន្ទួតក៏មានអត់ស្លឹកកន្ទួតក៏មានម្ទេសក៏មានម្ទេសហុយក៏មានអត់ម្ទេសក៏មានអត់ស្លឹកកន្ទួតក៏ឆ្ងាញ់អូនស្រេចតែអ្នកចូលចិត្តទេបានភ្លក់ដល់កន្លែងសួរនាំព័ត៌មានអស់រលីងឃើញគាត់ធ្វើដែលមានអនាម័យនៅនឹងមុខផ្ទាល់តែម្ដងទាំងជឿជាក់ទាំងបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ពិតជាសរសើរមែនទែនសម្រាប់ណែមត្រីបាត់ដំបងទីផលីនេះបងប្អូនអ្នកមីងគឺជាម្ចាស់ទីតាំងនេះផ្ទាល់ហើយបងប្អូនយើងអាចទំនាក់ទំនងមកកំងគាត់ក៏បានឬក៏លើកទៅបោះដុំក៏បានដែរតាមរយៈលេខទូរស័ព្ទ077 99 69 91និង097 368 77និង76តាក់ទងមកគាត់បានគ្រប់ពេលវេលាណាបងប្អូនដែលមានឈ្មោះថាណែមត្រីបាត់ដំបងទីផលីដែលធ្វើចេញពីត្រីឌៀបសុទ្ធ 100% តែម្ដងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីចំពោះបងប្អូនយើងដែលមានបញ្ហាសុខភាពឬក៏ចូលចិត្តពិសាទឹកយិនសិនអាចជ្រើសរើសយកទៅពិសាបាននៅទឹកយិនសិនរបស់ម៉ាអ៊ីដោយចំណាយត្រឹមតែ$21ទេអាចទិញនៅទឹកយិនសិននេះបានរហូតដល់1កេសដែលមាន15កញ្ចប់តូចញ៉ាំរហូតដល់កន្លះខែពេញឯណោះក្រុមហ៊ុនថែមជូនបងប្អូននៅថ្នាំដុសធ្មេញមួយបំ
ពង់ដែលមានតម្លៃ$5បូករួមជាមួយនឹងសន្លឹកឆ្នោតដែលមានឱកាសនៅក្នុងការផ្ទៀងផ្ទាត់ចាប់យករង្វាន់ម៉ូតូថែមទៀតផងកាន់តែពិសេសក្រុមហ៊ុនក៏ free ជូនបងប្អូននៅសេវាដឹកជញ្ជូនទូទាំង25ខេត្តក្រុងការរកទិញគឺនៅតែមានភាពងាយស្រួលអាចបន្តទំនាក់ទំនងទិញបានតាមរយៈបណ្ដាតំណាងចែកចាយនៅ pharmacy ឬក៏ទំនាក់ទំនងទិញដោយផ្ទាល់តាមរយៈលេខ Telegram ដែលមានបង្ហាញលើអេក្រង់នេះស្រាប់និងតាក់ទងទិញតាមរយៈ Facebook page EE Black 9ដែលមានសញ្ញា Tick Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា